អនុវត្តនៅបទបញ្ជាយ៉ាងខ្ជាប់ខ្ជួនរបស់លោកនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមស្នេហ៍ត្រីបោនបិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យក្នុងការចូលរួមទប់ស្កាត់បង្ការនិងបង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋានក៏ដូចជាអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកអនុសេនីយ៍ឯកទើតៃលាវមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបើកប្រតិបត្តិការជាបន្តបន្ទាប់ក្នុងការបោសសម្អាតនៅករណីក្មេងទំនើងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ30នាក់ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីលោកអនុសេនីយ៍ឯកទើតៃលាវមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តក្រុងប៉ោយប៉ែតបានឲ្យដឹងថាតាមការស្ដាប់ចម្លើយរបស់ក្មេងទំនើងទាំងអស់បានឲ្យដឹងថាពួកគេកន្លងមកលួចឆក់និងប្រើប្រាស់គ្រឿងញៀនបង្កអសន្តិសុខក្នុងក្រុងប៉ោយប៉ែតជាប្រចាំក្រោយស្ដាប់ចម្លើយព្រមទាំងវត្ថុតាងជាក់ស្ដែងកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខេត្តក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធីលោកវរៈស្នេហ៍តូព្រំថេងប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឲ្យដឹងថាការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមស្នេហ៍ត្រីបោនបិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលនីតិវិធីពីលោកកើតវណ្ណរ៉េតព្រះរាជអាជ្ញាអមសាលាដំបងខេត្តផងដែរបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបងខេត្តហើយនៅព្រឹកថ្ងៃទី25ខែសីហាឆ្នាំ2026នេះដើម្បីអនុវត្តតាមនីតិវិធីកាលពីវេលាម៉ោង 23:00 នាទីថ្ងៃទី22ខែសីហាឆ្នាំ2026កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកអនុសេនីយ៍ឯកហានគឹមសួងជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះល្បាតរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យលុះនៅវេលាម៉ោង 2:00 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី23ខែសីហាឆ្នាំ2026កម្លាំងយើងល្បាតដល់ចំណុចមណ្ឌល4ស្ថិតនៅក្នុងភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតប្រទះឃើញជនសង្ស័យម្នាក់គួរឲ្យសង្ស័យទើបកម្លាំងបានហៅសួរនាំភ្លាមហើយបានរកឃើញកន្ទុយម៉ាស៊ីនត្រជាក់មេឌៀចំនួន1គ្រឿងដង្កាប់ចំនួន1កូនសោរាងមូលអក្សរ L ចំនួន1ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំលោកអនុសេនីយ៍ឯកទើតៃលាវមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថាជនសង្ស័យម្នាក់នោះឈ្មោះសមេងហួរភេទប្រុសអាយុ23ឆ្នាំក្រោយឃាត់ខ្លួននិងសួរនាំជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានដើរលួចដោះកន្ទុយម៉ាស៊ីនត្រជាក់ជារឿយៗក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតដើម្បីយកទៅលក់យកលុយទៅទិញគ្រឿងញៀនមកប្រើប្រាស់ពិតប្រាកដមែនដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្ដែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធីលោកវរៈស្នេហ៍តូព្រំថេងប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឲ្យដឹងថាការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមស្នេហ៍ត្រីបោនបិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលនីតិវិធីពីលោកកើតវណ្ណរ៉េតព្រះរាជអាជ្ញាអមសាលាដំបងខេត្តផងដែរបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបងខេត្តហើយនៅព្រឹកថ្ងៃទី25ខែសីហាឆ្នាំ2026ដើម្បីអនុវត្តតាមនីតិវិធី